ត្រីក្រហមចៀនជូរអែមឃើញបែបនេះថាទំនងមែនតែនពុកម៉ែបងប្អូនអើយដាក់មកជាមួយនឹងប៉េងប៉ោះខ្ទឹមបារាំងរោយស្លឹកខ្ទឹមតិចមកជាមួយនឹងទឹកម្ជូរតិចមកថាអូយរឹតតែឆ្ងាញ់គ្រាន់តែឃើញស្រក់ទឹកមាត់តែម្ដងដាក់ជាមួយបាយនេះអស់មួយចានពីរចានមិនដឹងខ្លួនទេហើយរបៀបធ្វើនឹងក៏ងាយស្រួលទៀតតែគ្រាន់តែឃើញក្តៅក្តៅហុយដែលជាមួយនឹងទឹកប៉ោះទុំជាមកថាអូយទំនងមែនតែនចំណែកគ្រឿងផ្សំមានដូចជាត្រីក្រហមយើងដាក់ចំនួន1ហើយជាមួយប៉េងប៉ោះខ្ទឹមបារាំងខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមអីមកថែមជាមួយនឹងអំពិលទុំទៀតសម្រាប់ធ្វើទឹកម្ជូរនេះហើយអំពិលទុំយើងយកទៅត្រាំទឹកដើម្បីយកទឹកវាចំណែកត្រីក្រហមនេះយើងធ្វើឲ្យស្អាតលាងទឹកឲ្យស្អាតហើយយើងភ្លៀសវាជាកង់ចឹងមកពុកម៉ែបងប្អូនចង់ភ្លៀសសាច់ចេញយកធ្វើក៏បានឬក៏ចង់គ្រាន់តែឆូតចេះក៏បានខ្ញុំដាក់ចេះដើម្បីឲ្យពេលដែលយើងចៀនទៅវាឆាប់ឆ្អិនមួយទៀតនៅពេលដែលយើងដាក់ទឹកប៉េងប៉ោះឲ្យទៅវាឆាប់ចូលជាតិយើងមកហាន់ខ្ទឹមក្រហមហាន់ខ្ទឹមសអីចឹងមកជាមួយនឹងស្លឹកខ្ទឹមនេះយើងហាន់ប្រវែងមួយថ្នាំងដៃចេះមកដើម្បីថាពេលរោយទៅឲ្យឃើញភាពស្អាតហើយខ្ទឹមបារាំងនេះយើងមានបន្តិចចេះមកយើងថែមវាហាន់ជាកង់តូចដើម្បីវាចូលជាតិម្ទេសបងប្អូនអាចដាក់ទៅតាមការចូលចិត្តខ្ញុំដាក់តាមតិចទេបន្ទាប់មកយើងមកហាន់ប៉េងប៉ោះយើងហាន់វាជា2ហើយបន្ទាប់មកយើងពុះយកស្នូលក្តារចេញយើងចាប់ផ្ដើមហាន់វាជាកង់តូចដើម្បីងាយស្រួលចម្អិនមួយទៀតនៅពេលដែលយើងដាក់វាចូលជាតិជាមួយត្រីអីទៅរឹតតែឆ្ងាញ់ប៉េងប៉ោះនេះនាងខ្ញុំដាក់ចំនួនកន្លះគីឡូបន្ទាប់ពីនេះមកគឺយើងចាប់ផ្ដើមដាក់ខ្ទះដាក់ខ្លាញ់ហើយឲ្យក្តៅហើយយើងបន្ថែមជាមួយនឹងម្សៅបំពងយើងដាក់ត្រីចៀនចេះមកនៅពេលដែលចៀនយើងបើកភ្លើងហឹមដើម្បីឲ្យសាច់ត្រីបានឆ្អិនបន្ទាប់ពីយើងបើកភ្លើងតិចវិញហើយយើងចាប់ផ្ដើមឆ្អិនយើងប្រែមកម្ខាងទៀតហើយយើងបើកភ្លើងតិចដូចគ្នាដើម្បីឲ្យត្រីយើងឆ្អិនបានសព្វល្អហើយនេះពេលដែលយើងបានឆ្អិនមួយចំហៀងហើយយើងបើកតិចជាងមកឲ្យឆ្អិនសងខាងបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមមកធ្វើគ្រឿងរបស់យើងជាដំបូងនេះខ្ញុំដាក់ជាមួយនឹងស្ករត្នោតរំងាស់វាឲ្យឡើងពងក្រងហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកត្រីនេះគឺយើងដាក់ទៅដល់ពេលកូរទៅថាឲ្យឈ្ងុយហើយគ្រឿងក្រៅអីយើងដាក់ឲ្យចូលជាតិសិនយើងបន្ថែមជាមួយនឹងខ្ទឹមសដើម្បីឲ្យវាឈ្ងុយកាត់ឆ្អាបបន្ទាប់ពីនោះមកគឺយើងបន្ថែមខ្ទឹមក្រហមដាក់វាចូលជាតិបន្ថែមជាមួយនឹងទឹកម្ជូរនេះបងប្អូនអាចដាក់ទៅតាមការចូលចិត្តចង់ផ្អែមចង់ជូរតិចឬជូរខ្លាំងបន្ទាប់មកយើងដាក់ជាមួយនឹងប៉េងប៉ោះយើងបន្ថែមជាមួយនឹងអំបិលហើយយើងដាក់កូរវាឲ្យងាស់ប៉េងប៉ោះនេះទុំតិចមកចាំយើងដាក់ជាមួយនឹងខ្ទឹមបារាំងនេះយើងដាក់ឆ្អិនហើយយើងចាប់ផ្ដើមដាក់ត្រីយើងចូលដើម្បីឲ្យវារងាស់ទីចូលជាតិជាមួយនឹងគ្រឿងជូររបស់យើងបន្ទាប់ពីយើងងាស់អីហើយនេះគឺយើងចាប់ផ្ដើមប្រែត្រីមកយើងដាក់មួយចំហៀងទៀតឲ្យវាចូលជាតិហើយយើងបន្ថែមម្ទេសចេញបន្តិចសម្រាប់ចុងក្រោយគេពេលដែលយើងភ្លក់រួចជាសមល្មមហើយយើងដាក់ម្ងាស់តិចទៀតទៅឲ្យវាចូលជាតិយើងរោយលើខ្ទឹមចេញមករួចជាស្រេចនេះនៅពេលដែលយើងដួសដាក់ចានចេញមកថាអូយទំនងមែនតែនគួរចាំញ៉ាំអរគុណពុកម៉ែចង់បានមុខម្ហូបថ្មីទៀតអាច comment នៅខាងក្រោមបានជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អតែណាមកណាមានសុខសុវត្ថិភាពតាមផ្លូវបាយបាយ